ប្រសិនបើគេសួរអ្នកថាតើអ្នកស្គាល់គោព្រៃដែលជានិមិត្តរូបនៃសត្វចក្របាទរបស់ព្រះរាជាណាចក្រកម្ពុជាដែរឬទេហើយប្រសិនបើគេសួរបន្តទៀតថាតើគោព្រៃបាននឹងកំពុងតែមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឬក៏បានផុតពូជពីព្រះរាជាណាចក្រកម្ពុជាបាត់ទៅហើយតើអ្នកនឹងឆ្លើយបែបណាជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ទំព័រនៃធម្មជាតិអូខេអញ្ចឹងមុននឹងចូលប្រធានបទរបស់យើងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកទស្សទាយមើលថាក្នុងចំណោមសត្វទាំង3ដែលខ្ញុំបង្ហាញនេះតើមួយណាជាគោព្រៃអូខេប្រហែលជាអ្នកទាំងអស់គ្នាបានស្គាល់ច្រើនហើយក៏ឃើញមានអ្នកមួយចំនួនក៏ប្រហែលជានៅតែមានការយល់ច្រឡំដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺរូបមួយនេះយ៉ាងសូមចូលរួមអបអរយោងទៅតាមព្រះរាជក្រឹត្យចុះថ្ងៃទី21ខែមិនិនាឆ្នាំ2005បានកំណត់និងចាត់ថ្នាក់ប្រភេទសត្វនិងរុក្ខជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាជា7ប្រភេទក្នុងនោះមានទី1គឺគោព្រៃជានិមិត្តរូបនៃសត្វចតុបាទទី2គឺត្រយងយក្សជានិមិត្តរូបនៃបក្សីទី3គឺអណ្ដើកលួងឬអណ្ដើកសរសៃជានិមិត្តរូបនៃរងសត្វឬក៏យើងអាចហៅម្យ៉ាងទៀតថាជាលមុនទី4គឺត្រីគោរាំងជានិមិត្តរូបនៃមច្ឆជាតិទី5គឺដើមត្នោតជានិមិត្តរូបនៃរុក្ខជាតិទី6គឺផ្ការំដួលជានិមិត្តរូបនៃប្រភេទផ្កានិងទី7គឺជាចេកពងមាន់ដែលជានិមិត្តរូបនៃផ្លែឈើរបស់ព្រះរាជាណាចក្រកម្ពុជាអូខេឥឡូវយើងចូលមកប្រធានបទរបស់យើងវិញថាតើគោព្រៃវាមានរូបរាងបែបណាហើយតើវាមានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះទើបបានជាកម្ពុជាចាត់ទុកគោព្រៃជានិមិត្តរូបនៃសត្វចតុបាទបើយើងនិយាយអំពីលក្ខណៈរូបរបស់គោព្រៃវិញគឺវាមានរូបរាងស្រដៀងទៅនឹងសត្វទន្សោងដែលមានប្រជាជនមួយចំនួនក៏បានយល់ច្រឡំថាទន្សោងគឺជាគោព្រៃហើយគោព្រៃជាទន្សោងអញ្ចឹងសត្វទាំងពីរនេះគឺវាមានលក្ខណៈខុសគ្នាមួយចំនួនចំពោះគោព្រៃវិញគឺវាមានបួរធ្លាក់វែងជាងទន្សោងដែលពេលខ្លះបួរវាដល់ជង្គង់ឬក៏ស្ទើរតែដល់ដីចំពោះគោព្រៃឈ្មោលហើយវាមានដងខ្លួនវែងជាងទន្សោងបន្តិចដោយខ្លួនវាអាចមានចន្លោះពី2ម៉ែត្រទៅ2ម៉ែត្រ3តឹកហើយកម្ពស់របស់វាគឺមានចន្លោះពី1ម៉ែត្រ7ទៅ1ម៉ែត្រ9ហើយមានទម្ងន់ពី700ទៅ900គីឡូក្រាមចំពោះគោឈ្មោលចំពោះលក្ខណៈស្នែងរបស់គោព្រៃញីនិងគោព្រៃឈ្មោលគឺមានលក្ខណៈខុសប្លែកពីគ្នាត្រង់ថាគោព្រៃឈ្មោលគឺមានស្នែងធំជាងគោព្រៃញីហើយវាដុះកោងមកមុខរួចងើបឡើងលើហើយនឹងមានព្រុយនៅចុងស្នែងផងដែរនៅពេលដែលគោព្រៃនោះមានអាយុចាប់ពី3ឆ្នាំឡើងមួយវិញទៀតស្នែងគោព្រៃឈ្មោលគឺវាអាចលូតអស់រហូតទៅដល់80សង់ទីម៉ែត្រចំណែកឯស្នែងគោព្រៃញីវាដុះងើបមកមុខដូចគ្នាប៉ុន្តែរមួលគួចឡើងទៅលើនិងមិនមានព្រុយនៅចុងស្នែងនោះទេចាប់ពីក្រោមជង្គង់រហូតដល់ក្រចកជើងរួមរបស់គោព្រៃគឺមានពណ៌សឬពណ៌ប្រផេះឬពេលខ្លះអាចជាប្រផេះចាស់នៅពេលដែលគោព្រៃនោះមានអាយុកាន់តែច្រើនគោព្រៃវាជាសត្វដែលចូលចិត្តរស់នៅតាមតំបន់ព្រៃល្បោះវាលស្មៅនិងព្រៃភ្នំភាគខាងជើងនៃប្រទេសកម្ពុជាហើយគេក៏ជឿថាវាក៏អាចមានវត្តមាននៅភាគខាងត្បូងនៃប្រទេសឡាវនិងភាគខាងលិចនៃប្រទេសវៀតណាមផងដែរគោព្រៃគឺជាសត្វដែលរស់នៅជាហ្វូងពេលខ្លះគេឃើញវារស់នៅជាមួយនឹងហ្វូងខ្ទីងហ្វូងទន្សោងឬក៏ហ្វូងប្រើសជាដើមវាជាសត្វមួយប្រភេទដែលមានអត្តចរិតស្លូតបូតហើយនឹងមានភាពវៃឆ្លាតរហ័សរហួនឆាប់ភ្ញាក់ផ្អើលជាជាងប្រភេទត្រកូលគោសាទៀតដូចគ្នាវាពូកែក្នុងការស្រង់ក្លិននិងគេចវេះពីមនុស្ស
វាមានកម្លាំងខ្លាំងពូកែធន់នឹងកម្ដៅថ្ងៃនិងធន់នឹងចំណីអាហារដែលមានគុណភាពទៀតផងជាទូទៅវាចាប់ផ្ដើមបន្តពូជនៅរដូវក្តៅគោព្រៃញីពពោះម្ដងគឺរយៈពេលពី8ខែទៅ9ខែហើយកើតកូនម្ដងបានមួយគោព្រៃឈ្មោលជំទង់មួយក្បាលត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងឆ្នាំ1937នៅក្នុងសួនសត្វវ៉ាងសែនជាសួនសត្វក្បែរទីក្រុងប៉ារីសនៅក្នុងប្រទេសបារាំងហើយវាក៏បានងាប់ទៅវិញនៅក្នុងសង្គ្រាមលោកលើកទី2ផងដែរហើយគោព្រៃមួយក្បាលនេះហើយដែលត្រូវបានពិភពលោកក៏ដូចជាសតវិទូឬក៏ជីវវិទូទទួលស្គាល់ថាវាជាប្រភេទថ្មីមួយដែលត្រូវបានរកឃើញនៅត្រង់ចំណុចនេះអាចឲ្យយើងមានការភ័ន្តច្រឡំបន្តិចថាខាងដើមយើងនិយាយថាគោព្រៃមានវត្តមាននៅភាគខាងជើងនៃប្រទេសកម្ពុជាឬក៏ភាគខាងត្បូងប្រទេសឡាវនិងភាគខាងលិចនៃប្រទេសវៀតណាមចុះហេតុអីបានជារកឃើញដំបូងនៅក្នុងប្រទេសបារាំងទៅវិញត្រង់ចំណុចនេះមានឯកសារមួយចំនួនដែលបង្ហាញថាគោព្រៃដែលរកឃើញនៅក្នុងប្រទេសបារាំងនេះគឺបានដឹកចេញពីប្រទេសកម្ពុជាហើយមិនចម្លែកនោះទេដែលមានការដឹកជញ្ជូនសត្វពីប្រទេសកម្ពុជាដែលហៅថានៅក្នុងប្រទេសកម្ពុជាយើងធ្លាប់ត្រូវបានគ្រប់គ្រងដោយអាណាព្យាបាលបារាំងអស់រយៈពេល90ឆ្នាំពោលគឺពីឆ្នាំ1863ដល់ឆ្នាំ1953ហើយការដែលប្រើពាក្យថាគោព្រៃត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសបារាំងនៅក្នុងឆ្នាំ1937នោះគឺប្រហែលជាគ្រាន់តែចង់បង្ហាញថាគោព្រៃត្រូវបានសហគមន៍អន្តរជាតិក៏ដូចជាអ្នកវិទ្យាសាស្ត្រទទួលស្គាល់ជាលើកដំបូងតែប៉ុណ្ណោះមិនមានការសន្និដ្ឋានណាមួយដែលបញ្ជាក់ថាគោព្រៃត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាយើងចាប់ពីពេលណានោះទេគ្រាន់តែដឹងថាគោព្រៃនេះទោះបីនៅក្នុងប្រទេសបារាំងក៏ដូចជាភាសាអេស្ប៉ាញនិងអង់គ្លេសក៏គេប្រើពាក្យគោព្រៃនេះផងដែរដូច្នេះការប្រើសូរសៀងខ្មែរនេះអាចបញ្ជាក់បានថាគោព្រៃគឺជាសត្វមួយប្រភេទដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជាហើយត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសកម្ពុជានិងជនជាតិកម្ពុជាផងដែរមិនមានព័ត៌មានច្រើននោះទេដែលនិយាយអំពីការរកឃើញគោព្រៃនៅក្នុងព្រៃធម្មជាតិហើយមកទល់នឹងឆ្នាំ1950លោក Charlton បានរៀបចំបេសកកម្មមួយដើម្បីសិក្សាក៏ដូចជាចាប់ថតរូបរបស់គោព្រៃដែលធ្វើឡើងនៅខេត្តព្រះវិហារប៉ុន្តែគួរឲ្យសោកស្ដាយលោកមិនអាចទទួលជោគជ័យក្នុងការថតរូបគោព្រៃនោះទេមានការសិក្សាមួយទៀតបានធ្វើឡើងនៅចន្លោះឆ្នាំ1964ដល់1970ដោយលោក Prefer និងលោកអ៊ូកំសានជាលទ្ធផលនៃការសិក្សាគឺពួកគាត់បានប្រទះឃើញនៅវត្តមានរបស់គោព្រៃហើយគាត់ក៏បានថតរូបវាផងដែរអំឡុងពេលជាមួយគ្នានេះដែរមានការសិក្សាមួយទៀតដែលបានធ្វើឡើងនៅក្នុងឆ្នាំ1969ដោយលោក J. Mellon និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1993ហើយនៅក្នុងរបាយការណ៍នៃការសិក្សារបស់គាត់គឺគាត់បានប្រទះឃើញនៅវត្តមានគោព្រៃញីចំនួន2ក្បាលនៅក្នុងស្រុកឆែបនៃខេត្តព្រះវិហារទាក់ទងនឹងការងារអភិរក្សគោព្រៃត្រូវបានហាមឃាត់ក្នុងការបរបាញ់តាមរយៈប្រកាសលេខ191ចុះថ្ងៃទី20ខែមករាឆ្នាំ1960ម្ដងក្រោយមកទៀតចន្លោះឆ្នាំ1970ដល់1979ប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលហើយការងារអភិរក្សគោព្រៃក៏ប្រហែលជាមិនត្រូវបានអនុវត្តនោះទេក្រោយរបបប៉ុលពតគោព្រៃត្រូវបានហាមឃាត់ក្នុងការបរបាញ់ម្ដងទៀតតាមរយៈប្រកាសលេខ
359 ចុះថ្ងៃទី1ខែសីហាឆ្នាំ1994របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមួយវិញទៀតបើយោងតាមប្រកាសលេខ020របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី25ខែមករាឆ្នាំ2007ស្ដីពីការចាត់ថ្នាក់ប្រភេទសត្វព្រៃនៅក្នុងប្រទេសកម្ពុជាក៏បានបង្ហាញផងដែរថាគោព្រៃគឺស្ថិតនៅក្នុងប្រភេទថនិកសត្វដែលស្ថិតនៅក្នុងក្រមជិតផុតពូជផងដែរហើយមិនតែប៉ុណ្ណោះគោព្រៃក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្តរជាតិដោយបានចុះនៅក្នុងបទសម្ព័ន្ធទី1របស់ CITES និងត្រូវបានអង្គការ IUCN ដាក់បញ្ចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនថាជាប្រភេទសត្វដែលជិតផុតពូជបំផុតផងដែរការថយចុះនៅវត្តមានរបស់គោព្រៃអាចបណ្ដាលមកពីកត្តាមួយចំនួនដូចជាការបង្កកំណើតទឹកនៅក្នុងធម្មជាតិការបរបាញ់ការបាត់បង់ទីជម្រកនិងសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសក៏ជាមូលហេតុដែលអាចធ្វើឲ្យគោព្រៃបាត់បង់នៅវត្តមានរបស់ខ្លួនពីប្រទេសកម្ពុជាផងដែរហើយចាប់តាំងពីឆ្នាំ1970ដល់មកទល់នឹងបច្ចុប្បន្នពលគឺមានរយៈពេល51ឆ្នាំហើយមិនមានការសិក្សាណាមួយបង្ហាញថានៅមានវត្តមានគោព្រៃនៅក្នុងព្រៃនៃប្រជាជាតិកម្ពុជាទៀតនោះទេជនអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរគិតថាគោព្រៃនៅមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងទៀតដែរឬទេឬក៏បានផុតពូជបាត់ទៅហើយកុំភ្លេចសរសេរជាយោបល់ឲ្យខ្ញុំបានដឹងផងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ